ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយនេះគឺជាសកម្មភាពផ្ទាល់ដែលខ្ញុំបាទចុះទិញសម្ភារៈក៏ដូចជាស្បៀងមួយចំនួនធំក៏ដូចជាអង្គដោយផ្ទាល់ដែលជាជំនួយរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមតាមរយៈខ្ញុំណាអញ្ចឹងចង់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់សកម្មភាពហើយនឹងការចូលរួមយ៉ាងស្រស់ដៃស្រស់ជើងជាមួយនឹងខ្ញុំបាទហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាស្បៀងទាំងអស់នេះហើយនឹងសម្ភារៈប្រើប្រាស់ផ្សេងគឺយើងយកទៅស្តុកនៅហងមាសណាបងប្អូនណាស្តុកនៅក្រុមហ៊ុនហងមាសហើយបន្ទាប់មកពួកយើងនឹងរៀបចំជាកញ្ចប់អីផ្សេងបំណែកអីផ្សេងដើម្បីផ្ញើជូនក៏ដូចជាដឹកជូនទៅកាន់បងប្អូនដែលភៀសសិតនិងបងប្អូនដែលជាកងទ័ពជួរមុខក៏ដូចជាកងទ័ពទាំងអស់គ្នាផងដែរហើយបន្ទាប់ទៀតមួយរយៈទៀតខ្ញុំបាទនឹងរៀបចំដើម្បីចុះផ្ទាល់ក៏ដូចជាអាចចូលរួមជាបុណ្យជាមួយនឹងបងប្អូនក្រុមគ្រួសារកងទ័ពដែលគាត់ពលីដោយសង្គ្រាមដោយការប្រយុទ្ធជាមួយនឹងចៅឈ្លានពានណាបងប្អូនណាអញ្ចឹងដោយសារតែខ្ញុំម្នាក់ឯងទេបងប្អូនណាអញ្ចឹងអ្វីដែលខ្ញុំអាចខំប្រឹងអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំនឹងព្យាយាមខ្ញុំនឹងតស៊ូឲ្យអស់ពីលទ្ធភាពដែលខ្ញុំអាចធ្វើបានហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនជនរួមជាតិដែលជាម្ចាស់ជំនួយដែលចូលតាមរយៈខ្ញុំបាទដើម្បីបង្កើតជាមូលនិធិសម្រាប់បងប្អូនជនពិសេសហើយនិងបងប្អូនទាហានទាំងអស់ទាំងជួរមុខនិយាយទៅគឺបងប្អូនទាំងអស់គ្នាដែលកំពុងតែមានបញ្ហាប្រឈមផ្ទាល់ហើយឥឡូវនេះខ្ញុំបានមកដល់ទីតាំងដើម្បីយើងលាក់ជាមួយនឹងជំនួយក៏ដូចជាស្បៀងផ្សេងគឺនៅហងមាសព្រៃឯកតលតែម្ដងអញ្ចឹងនេះគឺជាឃ្លាំងយើងដែលខាងក្រុមហ៊ុនហងមាសគាត់បានដល់ឲ្យដើម្បីស្តុកឲ្យបានហើយមានខាងហ្នឹងហើយនិយាយទៅគឺមានច្រើនកន្លែងសម្រាប់យើងស្តុកអញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលរួមជាមួយខ្ញុំបានហើយចូលរួមជាមួយនឹងខាងក្រុមហ៊ុនហងមាសយើងក៏បានដែរដោយសារតែនៅក្នុងเพจរបស់ក្រុមហ៊ុនហងមាសយើងគឺមានផុសជាមួយនឹង QR code ដែលយើងបាក់ចូលជាមួយដូចគ្នាទេអញ្ចឹងបងប្អូនយើងអាចចូលរួមជាមួយក្រុមហ៊ុនហងមាសក៏បានចូលរួមជាមួយខ្ញុំក៏បានតែដោយឡែកចំនួនទាំងអស់គឺយើងយកទៅជួមុខទាំងអស់គ្នាដូចគ្នាទេនិងបងប្អូនគឺសឹកដូចគ្នាទេអ្វីដែលសំខាន់គឺថ្ងៃនេះខ្ញុំជោគជ័យជាមួយនឹងការដើរទិញអីវ៉ាន់មួយចំនួនធំទីទៀតមកដល់ហើយមានកដូច2តោនជាងបងប្អូនណាខ្ញុំបានជំនួយពីបងប្អូនទាំងអស់គ្នាអាចជាក៏បាន2តោនជាងហើយអញ្ចឹងបន្ទាប់ពីយើងរួចពីការងារជំនួយនេះយើងនឹងរៀបចំពាក់ព័ន្ធជាមួយនឹងលុយកាក់មួយចំនួនដើម្បីផ្ដល់ទៅកាន់គ្រួសារកងទ័ពដែលពលីនៅក្នុងសង្គ្រាមហើយបានប្រមាណគ្រួសារប្រមាណខ្ញុំនឹងលៃលកទៅតាមចំនួនលុយដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានផ្ដល់ជាមួយឲ្យអញ្ចឹងអញ្ចឹងអធិស្ឋានពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំសមត្ថភាពលទ្ធភាពអាចធ្វើបានប៉ុណ្ណឹងអញ្ចឹងអាចធំជាងហ្នឹងឬក៏ឲ្យឃើញក្រែកអីជាងហ្នឹងក៏អធិស្ឋានបងប្អូនណាយើងអាចធ្វើបាននៅក្នុងរូបភាពណាក៏ដោយឲ្យតែអាចធ្វើបាននៅក្នុងនាមជាខ្មែរដូចគ្នារួមរួមសាមគ្គីគ្នាជួយគ្នានៅក្នុងគ្រាដែលមានអាសន្ននេះអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាសិល្បករសិល្បករនេះក៏ដូចជាបុគ្គលដែលមានគេហៅថាមាន credit មាន fan នៅតាមបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គមអីក៏ដោយឲ្យតែជា idol ឬក៏ជាបុគ្គលល្បីចូលរួមផ្សព្វផ្សាយក៏ដូចជាបង្កើតមូលនិធិឬក៏បង្ហាញពីឆន្ទៈឬក៏គៀងគោ fan ខ្លួនឯងឬក៏បងប្អូនយើងដើម្បីបង្កើតជាមូលនិធិមួយរួមគ្នាពីបងប្អូនយើងខ្លះគាត់អត់មានលទ្ធភាពទេ100រៀល200រៀលអី500 1000រៀលអីពេលខ្លះគាត់ពិបាកណាស់នៅក្នុងការស្វែងរកបុគ្គលណាឬក៏អ្នកណាមួយដែលគាត់ទទួលជំនួយទាំងអស់ហ្នឹងប៉ុន្តែខ្ញុំបញ្ជាក់បងប្អូន100រៀលក៏ខ្ញុំទទួលដែរ50រៀលមិនដល់100រៀលក៏ខ្ញុំទទួលដែរឲ្យតែជាជំនួយបងប្អូនទាំងអស់គ្នាហើយខ្វះខាតមិនចាត់ចែងមិនខ្ញុំនឹងលៃលកដោយចាក់ស្ដែងទៅខ្លួនឯងអញ្ចឹងអរគុណបន្ទាប់ពីជំនួយយើងដល់ខ្ញុំនឹងថតសកម្មភាពខ្លះៗពាក់ព័ន្ធជាមួយនឹងការទម្លាក់យកជំនួយយកមកយកស្បៀងយើងចុះពីឡានអរគុណច្រើនហ្នឹងហើយបងប្អូនអញ្ចឹងអធិស្ឋានណាខុសតោះលឺលួបាទដោយសារថ្ងៃនេះតាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង7យប់បងប្អូនអាចខ្ញុំអត់តន់ទេខ្ញុំតែមកដល់ផ្ទះហើយ voice over ហើយបញ្ចូលសំឡេងហើយផ្ញើជាព័ត៌មានឲ្យបងប្អូនទាំងអស់គ្នាបានមើលពីសកម្មភាពខ្លះតែប៉ុណ្្នឹងឯងតែជាក់ស្ដែងតាំងពីម៉ោង7ព្រឹកដល់7យប់គឺខ្ញុំដោយខ្លួនឯងម្ដងខ្ញុំចាត់ចែងលៃលោកទិញមិនដើរផ្សារទិញអីដល់ខ្លួនឯងអញ្ចឹងណាអញ្ចឹងអរគុណម្ដងទៀតជារួមសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាអំណោយទាំងអស់ដែលបងប្អូនទាំងអស់គ្នាបានចូលរួមជាមួយខ្ញុំបាទមួយចំនួនហើយបន្ទាប់មកទៀតយើងនឹងចាត់ចែងជាមួយនឹងសប្បុរសធម៌ផ្សេងទៀតអរគុណបាយបាយ